សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីស្វែងយល់ប្រវត្តិសាស្ត្រជាមួយនឹងប្រធានបទប្រវត្តិប្រទេសអេស៊ីបអេស៊ីបដែលជាប្រទេសមួយនៅឯទ្វីបអាហ្វ្រិកខាងជើងមានប្រវត្តិសាស្ត្រវែងឆ្ងាយជាង5,000 ឆ្នាំនិងត្រូវបានគេស្គាល់ថាជាអ្នកបង្កើតនៃមហានគរវប្បធម៌មួយក្នុងចំណោមអរិយធម៌ដ៏ចាស់ជរាបានបង្កើតនៅលើផែនដីនៅក្នុងកម្មវិធីនេះយើងនឹងស្វែងយល់ពីដំណើរប្រវត្តិសាស្ត្ររបស់អេស៊ីបចាប់ពីសម័យបុរាណរហូតដល់សម័យទំនើបដោយផុសតលើព្រះមហាក្សត្រវប្បធម៌សេដ្ឋកិច្ចនិងផលវិបាកនៃការប្រែប្រួលនយោបាយសម័យបុរាណប្រហែល3150មុនគ្រិស្តសករាជប្រវត្តិសាស្ត្រអេស៊ីបចាប់ផ្ដើមមកនៅរាប់ពាន់ឆ្នាំមុននៅពេលដែលប្រជាជនបានភ្ជាប់ទឹកដីខាងកើតនិងខាងលិចនៃដងទន្លេណាហ៊ីលជាព្រះរាជាណាចក្រតែមួយក្រោមការដឹកនាំរបស់ស្តេច Narmer នៅឆ្នាំ3150មុនគ្រិស្តសករាជនេះជាការចាប់ផ្ដើមមកនៃរាជវង្សដំបូងគេដែលហៅថា Dynastic period ដែលបាននាំមកនូវស្ថាបត្យកម្មដ៏អស្ចារ្យដូចជា Pyramid of Giza និង Sphinx ព្រះរាជវង្សចាស់ Old Kingdom ដែលបានកើតឡើងចន្លោះឆ្នាំ2686ដល់2181មុនគ្រិស្តសករាជជាសម័យនៃព្រះមហាក្សត្រដ៏ខ្លាំងក្លាដូចជា Khufu ដែលបានសាងសង់ប្រាសាទផ្កាយដ៏ធំធេងពួកគេបានប្រើប្រាស់កម្លាំងពលកម្មរាប់ម៉ឺននាក់និងបច្ចេកទេសសាមញ្ញដើម្បីសាងសង់សំណង់ទាំងនេះទោះយ៉ាងណាសម័យនេះបានបញ្ចប់ដោយភាពចលាចលនៃនយោបាយដែលបាននាំឲ្យមានគម្លាតនៃអំណាចនិងការបាត់បង់ឯករាជ្យផ្នែកខ្លះសម័យកណតាឡាត់នឹងថ្មីប្រហែលឆ្នាំ2040ទៅឆ្នាំ1070មុនគ្រិស្តសករាជសម័យកណតាឡា Middle Kingdom បានចាប់ផ្ដើមមកនៅឆ្នាំ2040មុនគ្រិស្តសករាជក្រោមការដឹកនាំរបស់ព្រះរាជាវង្សទី11ដែលបានបង្រួបបង្រួមប្រទេសឡើងវិញព្រះមហាក្សត្រ Amenemhat III បានធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើននិងបង្កើតប្រព័ន្ធធារាដ៏រឹងមាំដោយប្រើប្រាស់ធនធានពីទន្លេណាហ៊ីលដើម្បីធ្វើកសិកម្មប៉ុន្តែសម័យនេះបានបញ្ចប់ដោយការវាយលុករបស់ស Hyksos ដែលជាជនជាតិអាស៊ីខាងលិចនៅឆ្នាំ1650មុនគ្រិស្តសករាជសម័យថ្ម New Kingdom ដែលចាប់ផ្ដើមមកនៅឆ្នាំ1550មុនគ្រិស្តសករាជបាននាំមកនៅព្រះមហាក្សត្រដ៏ល្បីឈ្មោះដូចជា Hatshepsut ដែលជាមហេសីដំបូងឡើងកាន់អំណាចនឹង Ramesses II ដែលបានពង្រីកអាណាចក្ររហូតដល់ La chukra. Syria Bro, No. thank you. Nubia នេះជាសម័យនៃភាពរុងរឿងដែលមានការសាងសង់ប្រាសាទដ៏ធំធេងនិងការពង្រីកជំនួញជាមួយប្រទេសជិតខាងប៉ុន្តែក៏មានការប៉ះទង្គិចជាមួយជនជាតិផ្សេងៗផងដែរការកាន់កាប់ពីបរទេស525មុនគ្រិស្តសករាជដល់1953នៅសតវត្សទី6មុនគ្រិស្តសករាជអេស៊ីបបានធ្លាក់ក្នុងការគ្រប់គ្រងរបស់ចក្រភព Achaemenid Persian ដែលបានប្រែក្លាយប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចឲ្យស្របតាមចក្រភពធំបន្ទាប់មកអេស៊ីបបានទទួលរងការវាយលុកពោ Greeks នៅឆ្នាំ332មុនគ្រិស្តសករាជក្រោមការដឹកនាំរបស់ស Alexander the Great ដែលបានបង្កើតសម័យ Ptolemaic និងផ្លាស់បតូរ៉ូអេស៊ីបទៅជាមជ្ឈមណ្ឌលនៃវប្បធម៌ Greek ក្រោយមកអេស៊ីបបានក្លាយជាផ្នែកមួយនៃចក្រភពអ៊ីស្លាមនៅសតវត្សទី7នឹង Ottoman Empire នៅឆ្នាំ1517ដែលបាននាំមកនូវការផ្លាស់បតូរ៉ូសាសនានិងរចនាសម្ព័ន្ធសង្គមនៅសតវត្សទី19អង់គ្លេសបានកាន់កាប់អេស៊ីបដើម្បីគ្រប់គ្រងផ្លូវទឹក Suez Canal ដែលជាផ្លូវសំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិនិងបានធ្វើឲ្យអេស៊ីបក្លាយជាផ្នែកមួយនៃចក្រភពអង់គ្លេសរហូតដល់សតវត្សទី20សម័យសាធារណរដ្ឋ1953បច្ចុប្បន្នអេស៊ីបបានទទួលឯករាជ្យភាពពីអង់គ្លេសនៅឆ្នាំ1953និងបានក្លាយជាសាធារណរដ្ឋក្រោមការដឹកនាំរបស់ស Gamal Abdel Nasser ដែលបានប្រើយុទ្ធសាស្ត្រជាតិនិយមដើម្បីជំរុញសេដ្ឋកិច្ចនិងធ្វើឲ្យអេស៊ីបមានឥទ្ធិពលនៅក្នុងពិភពអារ៉ាប់លោកបានជួយបង្កើតចលនា Pan-Arabism ដើម្បីបង្រួបបង្រួមប្រទេសអារ៉ាប់ប៉ុន្តែក៏មានជម្លោះជាមួយអ៊ីស្រាអែលដែលបាននាំឲ្យមានសង្គ្រាមឆ្នាំ1967នៅឆ្នាំ1979ក្រោមការដឹកនាំរបស់ស Anwar Sadat
អេស៊ីបបានចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយអ៊ីស្រាអែលដែលបានផ្លាស់ប្តូររទំនាក់ទំនងក្នុងតំបន់ប៉ុន្តែក៏បានបង្កឲ្យមានការរិះគន់ពីប្រទេសអារ៉ាប់ផ្សេងៗ សប្តាហ៍ថ្ងៃនេះអេស៊ីបកំពុងដឹកនាំដោយ Abdel Fattah el-Sisi, ដែលបានកាន់អំណាចតាំងពីឆ្នាំ2014ហើយប្រទេសនេះនៅតែមានតួនាទីសំខាន់ក្នុងតំបន់មជ្ឈិមបូព៌ាទោះបីមានបញ្ហាសេដ្ឋកិច្ចនិងការតវ៉ាក្នុងស្រុកក៏ដោយវប្បធម៌និងផលវិបាកវប្បធម៌អេស៊ីបបុរាណដូចជាការសរសេរហេរ៉ូហកកលីផលសិល្បៈនិងសាសនាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើពិភពលោកទន្លេណាអ៊ីលដែលជាប្រភពនៃជីវភាពក៏ជួយឲ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងកសិកម្មផងដែរដោយប្រជាជនបានប្រើប្រាស់ទឹកសម្រាប់វាយនភ័ណ្ឌដីខ្សាច់ទោះយ៉ាងណាការប្រែប្រួលនយោបាយនិងសង្គ្រាមបានធ្វើឲ្យអេស៊ីបជួបបញ្ហាសេដ្ឋកិច្ចនិងសង្គមជាច្រើនដូចជាការអន្តរាគមន៍ពីបរទេសនិងការបាត់បង់ធនធានខ្លះទំនាក់ទំនងអន្តរជាតិរបស់អេស៊ីបក៏បានផ្លាស់ប្តូរជាច្រើនដងពីភាពជាលឿនជាមួយប្រទេសអឺរ៉ុបទៅជាភាពតានតឹងជាមួយប្រទេសអារ៉ាប់ក្នុងអំឡុងសង្គ្រាមសេចក្តីសន្និដ្ឋានអេស៊ីបជាប្រទេសដែលមានប្រវត្តិសាស្ត្រវែងឆ្ងាយនិងសម្បូរបែបដោយវប្បធម៌និងសិល្បៈពីសម័យបុរាណដែលមានព្រះមហាក្សត្រដ៏ខ្លាំងក្លារហូតដល់សម័យទំនើបដែលជួបបញ្ហាបច្ចុប្បន្នអេស៊ីបបានបំផុតភាពជាមហានគរវប្បធម៌មួយដែលនៅតែមានឥទ្ធិពលដល់ពិភពលោកសូមអរគុណនិងជួបគ្នាវិញជម្រាបលា